សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះយើងនឹងរៀនពីរបៀបចុចដើម្បីបដូរពណ៌តួអង្គនៅលើកម្មវិធី Scratch ណាអញ្ចឹងយើងទៅបើកកម្មវិធី Scratch ទាំងអស់គ្នានេះគឺជាផ្ទាំងអេក្រង់នៃកម្មវិធី Scratch នៅពេលយើងចូលមកគឺវានឹងមានផ្ទៃអេក្រង់បែបនេះតួអង្គដើមរបស់គេគឺជាតួអង្គសត្វឆ្មាបើសិនបើយើងមិនចង់បានតួអង្គសត្វឆ្មាទេយើងចុចកន្លែងសញ្ញាធុងសម្រាមហ្នឹងទៅហើយយើងលុបតួអង្គឆ្មានឹងចេញទៅយើងអាចទៅរើសតួអង្គផ្សេងទៀតបានវាមានតួអង្គច្រើនហើយតួអង្គដែលចង់បានគឺចង់បានតួអង្គស្វាណាគឺ monkey ឥឡូវចុចរើសយក monkey ហើយដើម្បីឲ្យឆាករបស់យើងមានភាពតាក់ទាញយើងទៅរើសផ្ទៃខាងក្រោយសម្រាប់ដាក់ឲ្យតួអង្គរបស់យើងឥឡូវ teacher រើសយកផ្ទៃខាងក្រោយគឺផ្ទៃវាលខ្សាច់ផ្ទៃនៅឆ្នេរសមុទ្រណាយើងដាក់ផ្ទៃឆ្នេរសមុទ្រអញ្ចឹងគោលបំណងរបស់យើងគឺចង់ឲ្យតួអង្គហ្នឹងវាបដូរពណ៌នៅពេលដែលយើងចុចយើងប្រើម៉ៅឬក៏កណ្ដុរហ្នឹងណាយើងចុចនៅលើតួអង្គយើងម្ដងធ្វើឲ្យតួអង្គបដូរពណ៌ម្ដងចឹងជំហានបន្ទាប់គឺយើងត្រូវទៅចូលកន្លែង block code មួយឈ្មោះថា events ឬក៏ព្រឹត្តិការណ៍សម្រាប់ជាភាសាខ្មែរចឹងយើងទាញ block code មួយយើងមកដាក់នៅលើផ្ទៃការងាររបស់យើងគឺឈ្មោះថា when this sprite click ណាហើយទីចាំព្រីធំតិច when this sprite click ហ្នឹងគឺជា block code មួយដែលមានន័យថានៅពេលដែលតួអង្គរបស់យើងត្រូវបាន click ត្រូវបានចុចណាទៅពេលយើងចុចទៅលើតួអង្គហ្នឹងវានឹងមានរឿងអីកើតឡើងយើងចង់ឲ្យតួអង្គនឹងបដូរពណ៌អញ្ចឹងយើងទៅរក block code មួយឈ្មោះថា looks គឺ block code ពណ៌ស្វាយនេះកន្លែង look ហ្នឹងគឺពាក់ព័ន្ធទៅនឹងរូបរាងខាងក្រៅរបស់តួអង្គយើងអញ្ចឹងយើងអូសទៅក្រោមបន្តិចទៅយើងអូសទៅរក block code មួយឈ្មោះថា when change color effect by 25នេះឃើញទេមានន័យថាផ្លាស់ប្ដូរពណ៌ effect របស់ពណ៌ហ្នឹងតាមរយៈលេខ25អញ្ចឹងយើងទាញ block code នឹងអស់មកដាក់ពីក្រោម when this sprite click នឹងមកអញ្ចឹងយើងនឹងបានដំណើរការកម្មវិធីមួយគឺមានន័យថានៅពេលដែលយើងចុចម៉ៅលើតួអង្គនោះនឹងបដូរពណ៌ឥឡូវយើងទៅតេស្តទាំងអស់គ្នាហើយទៅចុចវាបដូរពណ៌ម្ដងចុចម្ដងទៀតបដូរពណ៌ទៀតចុចម្ដងទៀតបដូរពណ៌ទៀតឃើញអត់អញ្ចឹងយើងចុចម្ដងវាបដូរពណ៌ម្ដងវាបដូរពណ៌មានលក្ខណៈលឿនយឺតអាស្រ័យទៅលើល្បឿននៃការចុចរបស់យើងហើយពណ៌នីមួយៗវាមានលក្ខណៈបែងចែកដាច់ចេញពីគ្នាវាងាយស្រួលសង្កេតមើលអញ្ចឹងយើងសាកទៅតេស្តចំពោះតួលេខកន្លែងនេះវិញលេខ25មានន័យថាម៉េចលេខ25បានន័យថាកម្រិតពណ៌របស់វាគឺមាន25កម្រិតផ្សេងគ្នាអញ្ចឹងនៅពេលដែលចំនួនតួលេខនៅទីនេះកាន់តែធំវាធ្វើឲ្យកម្រិតពណ៌របស់តួអង្គយើងកាន់តែច្បាស់ផ្ទុយទៅវិញបើយើងដាក់លេខឲ្យតូចជាងនេះវានឹងធ្វើឲ្យការផ្លាស់ប្ដូរពណ៌ពីមួយកម្រិតទៅមួយកម្រិតមិនសូវមានលក្ខណៈច្បាស់ទេឥឡូវឧទាហរណ៍ទីដាក់លេខ10ហើយដាក់លេខ10ណាតើមានរឿងអីកើតឡើងជាមួយតួអង្គរបស់យើងនៅពេលដែលយើងចុចឥឡូវយើងចុចម្ដងវាដូរពណ៌ម្ដងចុចម្ដងវាដូរពណ៌ម្ដងចុចម្ដងដូរពណ៌ម្ដងទៀតប៉ុន្តែយើងសង្កេតឃើញថាពណ៌នីមួយៗនៅពេលដែលវាប្រែប្រួលវាមានលក្ខណៈស្រាលវាអត់ដូចអាតួលេខ25ដែលយើងឃើញមុនមិញទេអញ្ចឹងអាចំនួនតួលេខនេះវាមានលក្ខណៈបែបហ្នឹងណាសំណួរសួរថាចុះបើសិនបើយើងអត់ចង់ចុចនៅលើតួអង្គទេយើងចង់ឲ្យតួអង្គហ្នឹងវាប្រែប្រួលវាបដូរពណ៌ដោយខ្លួនឯងយើងធ្វើម៉េចអញ្ចឹងយើងទៅចូល line code មួយឈ្មោះថា control ចូល line control ហើយយើងទៅរើស block code នេះឈ្មោះថា forever យើងយក forever យកមកដាក់ដោប line code change color effect by 10របស់យើងមកណាយើងដាក់ចឹងមកអញ្ចឹងនៅពេលដែលយើងចុចលើតួអង្គតែម្ដងគឺវានឹងបដូរពណ៌ដោយស្វ័យប្រវត្តិដោយខ្លួនឯងយើងចុចតែម្ដងទេទីចុចម្ដងវានឹងបដូរពណ៌ទៅជាពណ៌ផ្សេងគ្នា forever មានន័យថាម៉េចវារៀងរហូតណាវារៀងរហូតអត់ឈប់ទេតោះតែយើងចុច stop បានវាឈប់ហ្នឹងអាហ្នឹងវាមានលក្ខណៈបែបហ្នឹងឬក៏យើងអាចបន្ថែម block code មួយទៀតដើម្បីឲ្យការផ្លាស់ប្ដូរពណ៌ពីមួយពណ៌ហ្នឹងកុំឲ្យវាលឿនពេកយើងអាចប្រើ code នៅក្នុង control ដដែលគឺ wait នេះ wait ហ្នឹងមានន័យថារងចាំ
ចឹងបើយើងចង់ឲ្យការផ្លាស់ប្ដូរពណ៌ពីមួយកម្រិតទៅមួយកម្រិតទៀតវាយឺតយើងតម្លើងវិនាទីមកអានេះវិនាទីដើមរបស់វាគឺ1 second 1វិនាទីណាហើយចូលដាក់2វិនាទីតើមានរឿងអីកាត់ឡើងនៅពេលយើងចុចលើតួអង្គរបស់យើងឥឡូវយើងចុចតួអង្គម្ដងវានឹងបដូរពណ៌ប៉ុន្តែមុននឹងបដូរទៅមកពណ៌ទៀតវាត្រូវការពេល2វិនាទីសិនយើងសង្កេតឃើញថាការផ្លាស់ប្ដូរពណ៌នឹងវាយឺតជាងមុនឃើញទេអញ្ចឹងអានេះគឺជាអត្ថន័យនៃការប្រើ block code របស់យើងអញ្ចឹងវីដេអូខ្លីនេះមានតែប៉ុណ្្នឹងទេសម្រាប់គ្នាយើងបើមានចម្ងល់ឬអីបន្ថែមទៀតណាអាចមកសួរ teacher បាន